អង្គុយម្នាក់ឯងអារម្មណ៍នឹងដល់មនុស្សម្នាក់ដែលខ្ញុំតែងតែជឿជាក់ថាគេនឹងដឹងចិត្តស្រឡាញ់ខ្ញុំប៉ុន្តែក្រុមយ៉ាងគ្រាន់ជាការយល់ច្រឡំព្រោះតែរូបស្រស់ស្រីមុំចិនទុំខ្ញុំត្រឹមតែរាប់អានចង់ជួបមុខចង់ជួបនាយឲ្យខ្លីថាបងពិនជាស្នេហ៍ថ្លៃតែមិនហ៊ាននិយាយប្រាប់ស្ងួនអងរយ៉ាងច្រើនខែឆ្នាំដែលបងបានសាសងនឹងស្ងួនតែអូនមិនដឹងពីបំណងថាបងស្នេហ៍ថ្លៃអង្គុយម្នាក់ឯងអារម្មណ៍នឹងដល់មនុស្សម្នាក់ដែលខ្ញុំតែងតែជឿជាក់ថាគេនឹងដាក់ចិត្តស្រឡាញ់ខ្ញុំប៉ុន្តែក្រុមយ៉ាងគ្រាន់ជាការយល់ច្រឡំព្រោះតែរូបស្រស់ស្រីមុំចាន់ទុកខ្ញុំត្រឹមតែរាប់អានចង់ជួបមុខចង់ជួបនិយាយឲ្យខ្លីថាបងពិនជាស្នេហ៍ថ្លៃតែមិនហ៊ាននិយាយប្រាប់ស្ងួនអងរយ៉ាងច្រើនខែឆ្នាំដែលបងបានសាសងនឹងស្ងួនតែអូនមិនដឹងពីបំណងថាបងស្នេហ៍ថ្លៃស្រែកផ្ដាំមេស្រែកផ្ដាំដីជួយប្រាប់ថ្លៃថាខ្ញុំលួចស្នេហ៍តើអាចទេខ្ញុំចង់ក្បែររូបនាងខ្លាំងណាស់បើនិស័យខ្ញុំមានពិនបាននៅចិត្តមនុស្សខ្ញុំ